បាទជំរាបសួរប្រិមិត្តនេះគឺជាស៊ីក្លូដែលធាក់ចេញពីទីក្រុងភ្នំពេញឆ្លងកាត់ខេត្តជាច្រើនមកស្ទឹងត្រែងដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ហើយអ្វីដែលគួរឲ្យកត់សម្គាល់ឃើញថានៅតាមដងផ្លូវមានការអបអរសាទរមែនទែនដល់ក្រុមសមាគមស៊ីក្លូកម្ពុជាហើយពេលដែលក្រុមស៊ីក្លូមកដល់អន្លង់ផ្សោតកម្ពុជាខេត្តកោះចេះក៏ឈប់សម្រាកចៃដន្យបានជួបនឹងលោកជំទាវដែលមានចិត្តសប្បុរសបានជួយជាថវិកាមួយចំនួនដល់តាពូធាក់ស៊ីក្លូដែលពួកគាត់មានវ័យចំណាស់បាទខិតខំធាក់តាំងពីភ្នំពេញមកដល់ស្ទឹងត្រែងដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍មិនធម្មតាទេបាទឃើញថានេះគឺជាកម្លាំងដែលបានដាក់គោលដៅតាំងចិត្តសាមគ្គីភាពតស៊ូទោះឆ្លងកាត់ឧបសគ្គតិចតួចក្តីក៏គាត់នៅតែប្រឹងប្រែងរហូតដល់គោលដៅ